sống rục bộ môn cầm chỉ nâng mốc bóng để xa ta ôn á thơ cầm chỉ đấy tay ọt nhanh được bóng xó xong bóng ai ôn ban tế để xa tay mưa để dẹn ní ôn ọt miên ca nghe thơ ôn trong chết thơ cầm chỉ lụt được bóng đài ná xong bóng ai ôn ban tế chỉ để xưa lục bốc mẹ bà đài lục bố nè mình bóng ôn cơn cho tí sẵn tam bà tớ bờ sân chia cha ôn trong ban rục bộ môn lẹ cả nạ ôn thơ ở bài của xá bóng ai chạy chuồn bàn có phân tayបើសិនជាអូនចង់បានរូបមន្តលក្ខណៈ 100% នាងខ្ញុំកំពុងតែលក់សពថ្ងៃនាងខ្ញុំស្ថាវីនេះសុំទោសផងណែតាមពិតទៅនាងខ្ញុំស្ថាវីនេះមិនចិត្តអាក្រក់ទេបងប្អូនក៏ប៉ុន្តែពាក្យចាស់ពោលថាផ្លូវវាកុំបោះបង់ផ្លូវត្រង់កុំដៅហោងបងប្អូនចាបច្ចេកទេសមុខម្ហូបនីមួយៗក្នុងហាងនីមួយៗក្នុងផេកនីមួយៗខុសៗគ្នាបងប្អូនក៏ប៉ុន្តែរូបមន្តប្រចាំផេករបស់នាងខ្ញុំលក់មាន11ទៅ12មុខនាងខ្ញុំសូមធ្វើការអភ័យទោសផងនាងខ្ញុំអត់អាចចែករំលែកបានទេបងប្អូនចាបើសិនជាបងប្អូនខឹងនាងខ្ញុំក៏អត់ដឹងថានិយាយយ៉ាងម៉េចចេញដែរបងប្អូននេះគឺជារូបមន្តប្រចាំតករបស់នាងខ្ញុំតែម្ដងបងប្អូននាងខ្ញុំបានរូបមន្តម្ហូបច្រើនមុខណាស់បងប្អូននាងខ្ញុំបានបង្ហាញអស់ហើយឲ្យតែពាក្យថាធានាបងប្អូននឹងធ្វើជូនចាឆ្ងាញ់ធានាហ្មងបងប្អូនចាឆ្ងាញ់ 80% ក្នុង100នាក់អាច20នាក់ក៏ចូលចិត្តរសជាតិសាបអញ្ចឹងណាបងប្អូនចាចំពោះមុខម្ហូបដែលនាងខ្ញុំចេញលក់នៅក្នុងផេកចាគឺនាងខ្ញុំធ្វើការអភ័យទោសហ្មងបងប្អូននេះខ្ញុំអត់អាចបង្ហាញបានទេបងប្អូនចំពោះរូបមន្តនឹងមួយបងប្អូនបើសិនជាលក្ខណៈភៀវនាងខ្ញុំបង្ហាញបងប្អូនចាក៏ប៉ុន្តែរូបមន្តប្រចាំហាងនាងខ្ញុំអត់បង្ហាញទេអានឹងនាងខ្ញុំសុំទោសផងណាបងប្អូនណាចំពោះមុខម្ហូបច្រើនណាស់នាងខ្ញុំបង្ហាញរហូតបងប្អូនតាក់ទងនឹងគឹមជីតាក់ទងនឹងទឹកប្រឡាក់តាក់ទងនឹងកាពិកូនខ្មែរតាក់ទងនឹងរូបមន្តទឹកបាយឆាតាក់ទងនឹងអ្វីដែលនាងខ្ញុំចេញលក់គឺនាងខ្ញុំមិនបង្ហាញទេបងប្អូនមិនបង្ហាញទេអញ្ចឹងបងប្អូនកុំខឹងនាងខ្ញុំណាបងប្អូនក៏ប៉ុន្តែបងប្អូនទិញពីនាងខ្ញុំបានចានាងខ្ញុំកូនខ្មែរនាងខ្ញុំលក់យកចំណេញតិចតួចទេដូចកំជ្រីអញ្ចឹងនាងខ្ញុំលក់មួយកំប៉ុងចា10000 1គីឡូបងប្អូនកាន់លុយ10000បងប្អូនដើរទិញធ្វើអត់បានទេចានាងខ្ញុំចំណេញតិចតួចទេបងប្អូនទិញពីនាងខ្ញុំទៅបងប្អូនយកទៅលក់បន្តចំណេញជានាងខ្ញុំទៀតចាដូចនាងខ្ញុំលក់10000អញ្ចឹងបងប្អូនយកទៅលក់14000 15000គេទិញបងប្អូនគេអត់អាចមកទិញនាងខ្ញុំបានទេដោយសារតែទិញនាងខ្ញុំអស់កេះស្នោអស់សេវាបងប្អូនសរុបទៅ23000ហើយបើបងប្អូនលក់14000ណាគេយកបងប្អូនដាច់2តែម្ដងចឹងហើយចំពោះរូបមន្តនាងខ្ញុំអត់ជូនទេបងប្អូនសុំទោសផងណាហេ